សួស្តីលោកគ្រូចឹងថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីcomment ទាក់ទងនឹង compress file ចឹងមុនដំបូងគឺយើងបើក Visual Box ហ្នឹងហើយយើងត្រូវ connect ស្អីសិនយើងបើក Visual Box ហើយយើងត្រូវ start ចឹងដោយសារកុំឲ្យយូរខ្ញុំ start ឲ្យហើយនៅពេលដែល start វាហើយវានឹង load មកបែបនេះចឹងគឺយើងត្រូវ log in ជាមួយនឹង user របស់យើងខ្ញុំឲ្យឈ្មោះ user របស់ខ្ញុំស៊ុនចាន់ណាហើយខ្ញុំដាក់ password នេះបន្ទាប់ពីយើង log in បានហើយគឺកន្លែងនេះ យើងអាចវាយ IPA ដើម្បីមើល IP កន្លែងនេះគឺមាន IP តែខ្ញុំសុំមើលកន្លែងនេះបន្តិចព្រោះអីកន្លែងនេះយើងត្រូវយកWi-Fi នេះគឺបើខ្ញុំបានយក Wi-Fi ហើយអញ្ចឹងបន្ទាប់មកយើងចូលដល់ Connect ISA យើងបើក CMD កន្លែងនេះយើង ping កន្លែង ping ហ្នឹងគឺយើង ping IP មិញនេះដែលយើងនៅ192.168.1.9 ping 192.168.1.9 ចឹងវាស្គាល់ហើយយើងចាប់ផ្ដើម connect ISA ចឹងយើងដាក់ ISA ឈ្មោះ user របស់យើង add ហើយយើងដាក់ IP 192.168.1.9 យើងដាក់ password នេះបន្ទាប់ពីចូលបានកន្លែងហ្នឹងហើយខ្ញុំ clear វាមួយសិនដើម្បីស្រួលមើលអ្វីដែលយើងត្រូវធ្វើបំផុតគឺយើងវាយ comment who am I យើងវាយ pwd តាមមកគឺយើងត្រូវមើល hostname ហ្នឹងហើយអញ្ចឹង comment ចូលមុនដំបូងបំផុតនេះគឺខ្ញុំបាន note ដែរមុនដំបូងបំផុតគឺយើងត្រូវបង្កើត directory បង្កើត nest directory នេះគឺបង្កើតច្រើនអញ្ចឹងយើងខ្ញុំសាក copy ពីនេះបង្កើត nest directory ហ្នឹងគឺយើងវាយ command mkdir.p ហើយអានេះយើងឈ្មោះ directory របស់យើងហ្នឹងខ្ញុំបង្កើត10យើង enter បន្ទាប់មកយើងអាច ls មើលបានឈប់ខ្ញុំមើលសិនហ្នឹងហើយអឺយើង ls អឺបើយើង ls 001អញ្ចេះគឺវាបានតែមើលបានតែមួយទេតែបើយើងចង់មើលដូចជា tree យើងត្រូវ install នេះអឺ sudo apt ins អឺ copy sudo apt install tree.y អាហ្នឹងយើងនៅពេលយើងដក y កុំឲ្យវាសួរច្រើនយើងដាក់ដក y មកហ្នឹងយើងត្រូវ install អាហ្នឹងដាក់ password អញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវចាំបន្តិចអញ្ចឹង command បន្ទាប់គឺយើងវាយtree 001នេះគឺវានឹងបង្ហាញយើងជា tree វាមាន directory របស់យើងហ្នឹងហើយបន្ទាប់មកមើល comment តិចសិនចូលដល់កន្លែងបន្ទាប់គឺយើង create and edit file អញ្ចឹងកន្លែងនេះគឺអឺ nano បង្កើត nano មួយ nano ដាក់ctext.txt enter កន្លែងហ្នឹងគឺយើងសរសេរតិចមិញមកយើងខ្ញុំមិនបាច់ចាំសរសេរយូរនេះខ្ញុំ copy កន្លែងក៏ប៉ុន្តែកន្លែងហ្នឹងយើងចង់សរសេរអីក៏បានដែរកន្លែងហ្នឹងតែឃើញ
là nhân viên cho từ xe mấy cậu bạn đây gọi là nhận tại là nhân viên sẽแต่ปียังใส่ให้นี่คือยังเซลล์ด้วยชีคอนโทรลให้ยังเยอะวายชอบอืม Hạt vi sinh chỉ đang trích ban cell hết si tách đòn thí ích thì no ខ្ញុំសាកប្រកាសសាមីគឺស៊ីតេតតទីអ៊ីអឺគេដាក់ hello City Institute welcome control x y enter តែខ្ញុំ paste city.txt ចាំវាជា y ឈ្មោះខុស paste city.txt នេះវាបានតែមានន័យថាខ្ញុំវាយឈ្មោះខុសអញ្ចឹងចូលដល់ comment បន្ទាប់ពី create ហើយគឺយើងនេះគឺយើងចាប់ផ្ដើមcopy file to multi directory អញ្ចឹងយើងអាច copy អញ្ចឹងកន្លែងនេះគឺយើងរបៀប copy ហ្នឹងគឺនេះខ្ញុំបានតែ save note ហើយអញ្ចឹងយើងអាច copy តាមហ្នឹងនេះ CP city.txt 001ភ្ជាប់copy ទៅ002 003 copy និយាយរួម copy អា city.txt ហ្នឹងទៅគ្រប់directory ទាំងអស់អញ្ចឹងអាហ្នឹងយើង save រហូតដល់010អញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំ save ហើយយើង copy ហើយយើង enter មកបន្ទាប់មកគឺយើងបង្ហាញនេះជាបង្ហាញដូចជាថានេះដល់យើងថាcreate ថា attribute អញ្ចឹង command បន្ទាប់គឺ create ថាមួយហើយត្រូវវិញនេះអញ្ចឹងយើងបានcreate ថាហ្នឹងហើយអានេះខ្ញុំសុំដាក់ឲ្យធំចេះអាចដាក់វាជាមួយនឹង note ព្រោះខ្ញុំស្រួលមើលហ្នឹងហើយគឺcommand បន្ទាប់គឺយើង create ថាហើយគឺយើងls មើលអញ្ចឹងអានេះគឺនេះយើង ls ហើយយើងចូលដល់ command បន្ទាប់គឺយើងcopy directory backup យើងវាយcp .org 001 001 make
12យើង remove directory 001នេះ rm.rvs 001ហើយបន្ទាប់មកយើង ls ចឹងចូលដល់កន្លែងសាកយើងextract អាថា ASP11 12ហ្នឹងខ្ញុំសាក extract ចូលដល់ command សម្រាប់ extract គឺយើងវាយថាដក x ថាដក xvs ASP11.12 dot ថានេះយើងគឺ extract មើលអូដោយសារនេះខ្ញុំ copy directory backup នោះអញ្ចឹងបានវា load មកមាន2ហើយនេះចោលយើងសាកដក lx នេះអានេះគឺ backup មិញនេះហើយនេះគឺ ASP11 12 ថាយើងនេះបន្ទាប់មកគឺយើងចូលដល់ compress ថា to gzip អញ្ចឹងយើងវាយ command នេះគឺបានហើយយើង compress យើង ls ដក lx នេះគឺវាថា .gzip ហើយបន្ទាប់មកគឺយើងសាក remove file ថាហ្នឹង rm គឺ remove ដក rvf sv11.12 dot 5 s សល់តែ01 back ហ្នឹង gzip extract ថា .gzip នេះ dot x zvf sv11.12 dot i dot gz មើលហ្នឹងហើយrvf remove file 001នេះមើល ls ចឹងអានេះនៅ001 back វាតែប្រធានទេហើយនេះគាត់ហើយ comment ថាដក xvs sv11.12 dot ថា
ព្រាងមើល001នេះបន្ទាប់មកយើងឲ្យម្ដងទៀតអូខេបាទអញ្ចឹងចូលដល់ជំហានបន្ទាប់គឺយើងនិយាយពី zip អញ្ចឹងzip file សម្រាប់ zip file មុនដំបូងគឺយើងត្រូវ download វាសិនយើង download នេះ sudo apt install zip sudo apt install zip យើង install វាយើង install ហើយzip ឈប់ខ្ញុំវាយតាមនេះស្រួលអញ្ចឹងតើតើនឹង create zip file ឥឡូវខ្ញុំ zip file ហ្នឹង ASP.11 ហ្នឹងយើងវាយ zip នេះសាក់ copy ហ្មងទៅអានេះគេសួរយើង yes ជាបាយហើយអានេះគឺមានតែ zip file ហើយនិង unzip តែពេល zip file យើងចុចបែបនេះ add zip អានេះគឺ zip file បើយើងចង់ unzip វិញយើង unzip ASP11.12.zip archive ASP11.12 replace 001 yes ចឹងអាហ្នឹងគឺមិញហ្នឹងគឺយើង zip file zip ហើយបើយើងចង់ unzip វិញអឺ Ctrl C ចឹងបើវា RDSC ហើយវានឹងសួរយើង replace file ឬក៏អត់ឬក៏ skip កន្លែងហ្នឹងខ្ញុំយកសាក the yes no all none or rename ចឹងកន្លែងហ្នឹងយើងយក yes ក៏បានខ្ញុំជប់សាកយក yes skip 09អានេះយើងវាយRS នេះគឺ unzip ចឹងអានេះគឺ command zip អានេះគឺយើង unzip extract zip file ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងវារឿងញ៉ៃៗតិចព្រោះកន្លែងនេះកន្លែង unzip នេះចឹងអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលសម្រាប់មើលវីដេអូមួយនេះ